mình đang thà nấu không mà khai bao lôiពី Facebook បានប្រប៉ុណ្ណាទេបានជាខំធ្វើវីដេអូអីក៏វីដេអូម្លឹងនេះហើយនៅក្នុងមួយខែចុងខែមិនដឹងជាដកលុយបានប្រប៉ុណ្ណាទេរហូតពេលខ្លះមានអ្នកខ្លះសួរយើងត្រង់តែម្ដងក៏ប៉ុន្តែអ្នកសួរត្រង់ខ្ញុំឆ្លើយទៅវិញត្រង់ដែរចឹងណាបងប្អូនអានេះខ្ញុំលើកយកចង្អុលដែលបងប្អូនតែងតែសួរខ្ញុំអញ្ចឹងណាយកមកបកស្រាយឥឡូវខ្ញុំបកស្រាយជាលើកទី2ទី3ហើយនៅក្នុងវីដេអូនេះហ៎មើលបងប្អូនណាដឹងថាធ្វើវីដេអូអញ្ចឹងទៅបានលុយទៅយកពីណាវិញជួយ5តិចមកនៅក្នុងខមមិនហ្នឹងគេលេង Facebook រាល់ថ្ងៃហ្នឹងគេលេងទៅតាមសន្តានគេមានផុសរូបគេមានផុសវីដេអូហើយគេមានបរិញ្ញាធ្វើវីដេអូអីអញ្ចឹងទៅព្រោះសម័យឥឡូវហ្នឹងគេចូលចិត្តមើលវីដេអូជាងរូបភាពបងប្អូនហើយដល់ពេលអញ្ចឹងយើងខំធ្វើវីដេអូរៀនធ្វើវីដេអូឃើញគេអ្នក vlogger គេធ្វើទៅសុបាយយើងក៏ចង់ចេះដែរមនុស្សម្នាក់នោះយើងម្នាក់ពេលឃើញគេចេះនេះចេះនោះអញ្ចឹងចេះតែចង់គេដូចចេះកែរូបអញ្ចឹងឃើញគេកែរូបស្អាតតែងតែសួរថាអូនអើយកែរូបហ្នឹងអេបអីគេអីចេះដេញតោសួរហើយឥឡូវហ្នឹងគ្រាន់តែយើងធ្វើវីដេអូអញ្ចឹងថាយើងហ្នឹងមួយខែនឹងបានលុយប៉ុណ្ណាទេលោកហើយលោកឥឡូវខ្ញុំប្រាប់បងប្អូននៅក្នុងវីដេអូហ្នឹងតែម្ដងគឺវីដេអូដែលខ្ញុំធ្វើហ្នឹងមួយខែយកពីលុយវិញច្រកក្រុងពេញលើផ្ទះបងប្អូនអើយចង់ឲ្យខ្ញុំនិយាយអញ្ចឹងមែនបងប្អូនពីព្រោះអីយើងប្រាប់គេថាបានលុយគេអត់ជឿទេអញ្ចឹងមានតែប្រាប់អញ្ចឹងថាលុយនោះច្រកក្រុងពេញលើផ្ទះហើយលុយខ្ញុំចាយអត់អស់ទេរាល់ថ្ងៃហ្នឹងនិយាយពីលុយច្រើនខ្លាំងណាស់ពេលខ្លះទៅរឿងខ្លះក៏មិនចាំបាច់បកស្រាយឲ្យបងប្អូនបានយល់ទេខ្ជិលព្រោះអីគេធ្វើវីដេអូរាប់ពាន់រាប់លានអ្នកគេមិនដឹងថាគេពិបាកឆ្លើយដូចខ្ញុំដែរអត់ណោះខ្ញុំរាល់ថ្ងៃខ្ញុំធ្វើវីដេអូដើម្បីសប្បាយឲ្យបងប្អូនបានមើលទេគ្មានទៅពេកបក់លុយកាក់អីទេតោះឥឡូវចូលខ្លីៗបន្តិចណាបានជាខ្ញុំខំធ្វើវីដេអូអញ្ចឹងបងប្អូនរៀងរាល់ចុងសប្តាហ៍ហើយខ្ញុំសម្បូរវីដេអូផុសឲ្យបងប្អូនមើលដោយសារអីទីមួយនោះខ្ញុំចូលចិត្តថតរូបបើមិនអញ្ចឹងយើងមិនទៅទិញទូរស័ព្ទល្អយកមកថតរូបទេថតវីដេអូទេបងប្អូនហើយបងប្អូនមើលទូរស័ព្ទរាល់ថ្ងៃហ្នឹងឃើញសម្បូរវីដេអូជាងរូបភាពអត់ដោយសារគេចូលចិត្តធ្វើវីដេអូច្រើនជាងរូបភាពហើយមួយទៀតបងប្អូននៅពេលដែលបងប្អូនជឿក្បាលអត់សូវស្រួលខ្លួនអីបងប្អូនមិនបាច់ហត់លេបថ្នាំទៅពេទ្យទៅអីទេបងប្អូនគ្រាន់តែចេញទៅខាងក្រៅអញ្ចឹងមានអារម្មណ៍ថាគេហៅថាពេលវេលាជាអសត់បងប្អូនទៅជួបជុំគ្នានិយាយលេងសើចអីវាអាចធូរស្រាលក្នុងការយើងឈឺស្កាត់ទាំងដែរវាមិនបាច់ចាំទៅដល់ថ្នាក់រកពេទ្យរកអីទេអាហ្នឹងយើងឈឺស្រាលគេហៅថាចេញទៅវាស្រស់ស្រាយតែម្ដងហើយបងប្អូននៅផ្ទះវិញគឺលក្ខណៈថាអង្គុយមើលតែទូរស័ព្ទនឹងភ្នែកនឹងចង់ស្វាំងអស់ហើយអាហ្នឹងជារឿងពិតរបស់ខ្ញុំឯណាអញ្ចឹងខ្ញុំចូលចិត្តចេញទៅខាងក្រៅអញ្ចឹងណាបងប្អូនហើយវីដេអូហ្នឹងគឺអត់មានអីទេគឺមានតែប៉ុណ្្នឹងឯងចង់បកស្រាយប្រាប់ទៅបងប្អូនដែលធ្លាប់សួរខ្ញុំតែប៉ុណ្្នឹងឯងថារាល់ថ្ងៃហ្នឹងគឺវីដេអូដែលបងប្អូនធ្វើខ្ញុំធ្វើហ្នឹងខ្ញុំបាទធ្វើហ្នឹងគឺមិនបានលុយមកពីណាទេមានតែចេញលុយពីកប៉ៅខ្លួនឯងដើរលេងហ្នឹងឯងអញ្ចឹងឈប់ចងៀលចងល់អីទៀតទៅណាបងប្អូនហើយឈប់សង្ស័យអីទៀតទៅហើយបើបងប្អូនថាបានលុយពីណាពីណីហ្នឹងបងប្អូនសួរវីដេអូគេផ្សេងទៀតសិនទៅចាំមកឆ្ងល់មួយខ្ញុំឈប់ឆ្លើយហើយពីថ្ងៃទៅបើបងប្អូនសួរថាមួយខែបើកលុយបានប៉ុន្មានខ្ញុំឆ្លើយប្រាប់ថា3 4 500ហើយបានបងប្អូនឈប់សួរប្រហែលឡោះអញ្ចឹងពងរៀបទ្រីបទៀតហើយណាបងប្អូនអត់ខ្វល់នឹងគេសួរគេនាំអីទៀតទេឥឡូវចេញដំណើរទៅទៀតឥឡូវហើយប្រាប់បងប្អូនតែប៉ុណ្្នឹងគឺចាប់តែម្ដងអ្នកសួរក្រោយអាហ្នឹងចាំគិតតាមក្រោយទៀតចុះ